ត្រៃការកេននេះការកេននេះការកេនលែងខ្ញុំមើលត្រៃខ្ញុំមិនមែនជានាងលំអស់ក្រុងទេដែលអ្នកមកក្រេបជញ្ជក់ឲ្យក៏បោះបង់ចោលអញ្ចឹងនោះមិនខ្ញុំបោះបង់នាងកើតមិននាងគិតថាខ្ញុំអត់ស្រឡាញ់នាងកើតខ្ញុំសុខចិត្តបោះបង់អ្វីគ្រប់យ៉ាងដើម្បីមករកនាងបើសិនជានាងឃើញខ្ញុំលើកដំបូងនាងមុខទៅគិតថាខ្ញុំឈួតដែរឬក៏មិនគ្រប់ដំព្រោះអីខ្ញុំឆ្លុះវិញនឹងរូបគំនូរនាងស្ទើរឈួតទៅហើយបាយមិនបានសម្រានមិនលក់រហូតដល់ទីបំផុតរឿងដ៏មហោស្ចារបំផុតបានកើតឡើងចំពោះខ្ញុំបានជួបនាងដោយខ្ញុំបានស្មើសម័យអញ្ចឹងនាងការកេនបើយើងបែកគ្នាដោយមានសេចក្តីទុក្ខរហូតតទៅនោះប៉ុន្តែយើងអាចមានឱកាសស្រមៃរកគ្នាឃើញគ្នាដោយមានសេចក្តីសុខយ៉ាងខ្លាំងនោះខ្ញុំគិតថាវារួចថ្លៃហើយព្រោះអីខ្ញុំនឹងមានការស្រមៃនេះជាជីវជាតិសម្រាប់ចិញ្ចឹមចិត្តរបស់ខ្ញុំកុំយំអីវាជារឿងរបស់យើងកុំកាសទុកអីនាងក៏ដឹងហើយថាខ្ញុំមិនអាចឲ្យនាងរៀបការជាមួយលោកឈឿបានទេព្រោះនាងអត់បានស្រឡាញ់គេខ្ញុំចង់សម្ដៅទៅលើរឿងរបស់យើងទាំងពីរនាក់គឺគ្រាន់តែជាការសម័យប៉ុណ្ណោះទេមែនទេអត់ទេតែយប់នេះខ្ញុំថាវាគឺជាការពិតបានអ្នកស្រឡាញ់ខ្ញុំអ្នកត្រូវនឹកពីកិត្តិយសខ្ញុំខ្លះផងខ្ញុំមិនចង់មានឈ្មោះថាជាស្រីបណ្ដោយខ្លួនឲ្យប្រុសញោមញីដែលមិនអៀនខ្មាស់នោះទេប៉ុន្តែខ្ញុំមិនគិតទៅលើនាងជារបៀបនោះទេអ្នកមិនគិតតែខ្ញុំគិតបើអ្នកស្រឡាញ់ខ្ញុំអ្នកអាចរងចាំបានហើយខ្លួនខ្ញុំផ្ទាល់នៅជាគូដណ្ដឹងរបស់លោកឈឿនៅឡើយពេលណាដែលខ្ញុំសងចិញ្ចៀនទៅគេវិញបានខ្ញុំហ៊ានប្រាប់គេឯងថាខ្ញុំស្រឡាញ់ខ្ញុំដោយដែលខ្ញុំស្រឡាញ់អ្នកនាង
បើនៅនាងនៅក្នុងយុគរបស់ខ្ញុំយកពេជ្រមកកោឲ្យលេចខ្លួននៅនាងតែម្ដងប៉ុន្តែវាគ្មានន័យទេព្រោះខ្ញុំមិនមកដោយខួរក្បាលតែដោយការមានះព្យាយាមរបស់ខ្ញុំតែខ្ញុំមានរបស់មួយដែលខ្ញុំបានខំតាំងចិត្តធ្វើវាដើម្បីប្រគល់ឲ្យអ្នកនាងនាងការកេនខ្ញុំសូមភ្ជាប់ពាក្យនាងដោយបេះដូងមួយគូនេះបើគ្មានការពាក់ព័ន្ធជាមួយលោកឈឿទៀតនាងជារបស់ខ្ញុំតែម្នាក់គត់បញ្ញាប់ត្រឡប់ទៅវិញទៅតិចប៉ះនរណាគេមកឃើញហើយមិនបាច់តាមមកទេណាខ្ញុំនឹងមើលរហូតដល់នាងចូលទៅដល់ក្នុងផ្ទះសិនรอเธออยู่อย่างนี้ทุกนาทีที่เลยผ่านស្អែកខ្ញុំត្រឡប់ទៅផ្ទះរួចទៅរកលោកឈឺពេរ៉ូសៀអ្នកទៅទទួលខ្ញុំនៅផ្ទះ